មានសំណួរច្រើនពីប្រិមិត្តដែលជាលោកប៉ាអ្នកម៉ាក់ហើយមានកូនអាយុប្រហាក់ប្រហែលកូនខ្ញុំហ្នឹងគាត់តែងតែសួរថាតើកូនខ្ញុំរៀននៅសាលាណាតែកុំឲ្យខាតបើជ្រុលថានិយាយពីរឿងសាលារៀនកូនហើយក្នុងវីដេអូនេះខ្ញុំសូមចែករំលែកគន្លឹះមួយចំនួនថាតើពេលខ្ញុំជ្រើសរើសសាលាឲ្យកូនហ្នឹងខ្ញុំមើលទៅលើចំណុចអ្វីខ្លះសូមចាប់ផ្ដើមពីចំណុចរសើបមុនគេគឺរឿងលុយថ្លៃសិក្សាប្រចាំឆ្នាំអារឿងតម្លៃគាត់ថាមួយឆ្នាំប្រហែលនឹងរឿងមួយថាតើវាស្របជាមួយនឹងថវិកាដែលយើងមានដែរឬក៏អត់ក៏ប៉ុន្តែមួយទៀតដែលខ្ញុំស្មុគស្មាញគឺនៅពេលដែលខ្ញុំដើរ shopping សាលាឬក៏ទៅតាមសាលាច្រើនអញ្ចឹងគេប្រាប់យើងថាបងថ្លៃសិក្សាមួយឆ្នាំប៉ុណ្នេះឬក៏មួយឆវាសប៉ុណ្នេះអីអញ្ចឹងណាប៉ុន្តែគេអត់ទាន់ប្រាប់យើងអាថ្លៃផ្សេងទៀតទេតើតែពេលដែលយើងដឹងហ្មងថាអានេះប៉ុណ្ណេះសម្ភារៈឯកសណ្ឋានថ្លៃនេះថ្លៃនោះថ្លៃចុះឈ្មោះថ្លៃថតរដ្ឋបាលអីបន្ទាប់មកបានយើងអង្គុយបូកបានយើងអាចដឹងថាតើថ្លៃសិក្សាមួយឆ្នាំហ្មងប៉ុន្មានសម្រាប់ខ្ញុំអត់ដែលខ្ញុំចង់បានបើថ្លៃសិក្សាប៉ុណ្ណឹងគឺបានន័យថាប៉ុណ្ណឹងហើយបូកផ្សេងចូលអស់ហើយដើម្បីឲ្យយើងមានតួលេខមួយដែលជាក់លាក់មិនមែនតួលេខដែលនិយាយហើយបន្ទាប់មកត្រូវបូកអានេះថែមទៀតចឹងណាអូខេអញ្ចឹងឥឡូវមកនិយាយពីលក្ខណៈទូទៅរបស់សាលាវិញចំណុចទី1ដែលខ្ញុំមើលគឺអនាម័យនិងសុវត្ថិភាពមិនថាគ្រូតាមមើលកូនយើងប៉ុណ្ណាឯងខ្ញុំដឹងច្បាស់ហ្មងថាកូនខ្ញុំអាចរត់បុកអញ្ចាំងរត់ដួលអីអញ្ចឹងទៅអញ្ចឹងយើងមើលថាតើសាលានឹងមានអេប៉ុងនៅតាមកន្លែងកាច់ជ្រុងដែលកូនយើងអាចដួលមានប្រកាន់ដៃដែលមានកម្ពស់កូនយើងមានកន្លែងលាងដៃទាំងនៅខាងក្រៅទាំងនៅក្នុងបន្ទប់រៀនអីចឹងទៅបន្តទៀតខ្ញុំមើលទៅលើកន្លែងលេងនៅក្រៅថ្នាក់រៀនសម្រាប់កូនខ្ញុំដែលតូចខ្ញុំជ្រើសរើសយកសាលាដែលគេបង្រៀនបែបលក្ខណៈ play based learning ដែលមានន័យថាគេរៀនតាមរយៈការលេងអញ្ចឹងមែនតើទៅសកម្មភាពរបស់គាត់ភាគច្រើននៅក្នុងថ្នាក់រៀនណាគឺសុទ្ធតែលេងស្រាប់ហើយប៉ុន្តែការដែលខ្ញុំត្រូវការទីធ្លាលេងនៅខាងក្រៅគឺមិនមែនដោយសារតែរឿងចង់ឲ្យគាត់លេងឲ្យបានច្រើនទេក៏ប៉ុន្តែសម្រាប់ខ្ញុំមកវាពិតជាសំខាន់មែនតើដែលកូនខ្ញុំត្រូវខ្យល់ខ្លះត្រូវពលឺធម្មជាតិខ្លះវាបន្ថែមវីតាមីន D វាជួយឲ្យច្រមុះគាត់នឹងវារៀងធូរវាអត់នៅម៉ាស៊ីនត្រជាក់នៅខាងក្នុងសុតពេកអញ្ចឹងណាអញ្ចឹងអាទីធ្លាខាងក្រៅដែលអនុញ្ញាតឲ្យកូនខ្ញុំអាចមានសកម្មភាពដោយសុវត្ថិភាពបានកន្លែងហ្នឹងគឺជាអ្វីដែលខ្ញុំចង់បានអូនិយាយដល់ទីធ្លាខាងក្រៅហ្នឹងមួយទៀតដែលសំខាន់គឺចំណតឡានតាមពិតទៅយើងមិនត្រូវការចតឡានទេព្រោះយើងគ្រាន់តែដាក់កូនចុះមួយផ្លែតហើយនឹងយកកូនចេញពីសាលាអញ្ចឹងណាក៏ប៉ុន្តែអានឹងវាតកតងទៅនឹងសុវត្ថិភាពហើយនឹងផាសុកភាពខ្ញុំមើលកន្លែងហ្នឹងមែនតើពីព្រោះពេលដែលខ្ញុំដាក់កូនចុះហ្នឹងមិនមែនបើកវឹបមកបោះកូនទៅទេណានៅជូនដំណើរនៅជជែកតវ៉ាថ្ងៃណាខ្លះត្រូវលួងយំផងអីពេលចូលរៀនដំបូងអញ្ចឹងទៅគឺអាទីធ្លានៅខាងមុខហ្នឹងណាដែលវាអត់ស្ទះចរាចរណ៍គេហើយវាក៏ស្រួលសម្រាប់យើងកន្លែងហ្នឹងសំខាន់មែនតើហើយក្មេងព្រលឹមឡើងសំខាន់ណាស់ណាបើថាគាត់ឲ្យញោកញាក់យើងស្រែកឡូឡាអីព្រលឹមឡើងហ្នឹងមួយថ្ងៃហ្នឹងបាច់ទេគ្រូអង្គុយទៅលួងហ្មងបាច់រៀនសូត្រអីទេចំនួនកូនសិស្សនៅក្នុងថ្នាក់រៀននីមួយហើយនឹងចំនួនកូនសិស្សនៅក្នុងសាលាហ្នឹងទាំងមូលក៏ជាអ្វីដែលខ្ញុំមើលដែរពីព្រោះអាហ្នឹងវាតកតងទៅនឹងការយកចិត្តទុកដាក់ធម្មតាបើសិនជាកូនសិស្សច្រើនពេកអ្នកគ្រូក៏មើលមិនអស់ដែរទោះបីគាត់ខំប្រឹងប៉ុណ្ណាក៏ដោយអញ្ចឹងពេលដែលខ្ញុំដើររកមើលសាលាហ្នឹងគឺខ្ញុំមើលសាលាណាដែលទំហំល្មមសមរម្យហើយនៅក្នុងថ្នាក់នីមួយហ្នឹងកូនសិស្សមិនច្រើនពេកអូខេទាំងអស់ហ្នឹងគឺជាចំណុចសំខាន់តាមពិតនឹងមានច្រើនទៀតណាប៉ុន្តែសម្រាប់ពួកខ្ញុំអានឹងជាចំណុចសំខាន់មួយចំនួននៅពេលដែលខ្ញុំជ្រើសរើសសម្រាប់ចិត្តយកសាលាណាមួយណាឥឡូវមកនិយាយពីសាលាដែលកូនខ្ញុំរៀនម្ដងនេះកូនខ្ញុំរៀននៅសាលាអន្តរជាតិអ៊ីកូសាលាហ្នឹងគឺមានប្រមាណចំណុចដែលខ្ញុំនិយាយខាងលើហ្នឹងឯងហើយខ្ញុំសូមបញ្ជាក់បន្តិចគឺមិនមែនដោយសារតែខ្ញុំផ្សាយពាណិជ្ជកម្មឲ្យសាលាហ្នឹងបានខ្ញុំយកកូនមករៀននៅហ្នឹងឯណាតែពិតប្រជ្រះវិញទេខ្ញុំស្គាល់សាលាហ្នឹងដោយចៃដន្យគេអត់មានតាក់ទងទៅខ្ញុំផ្សាយពាណិជ្ជកម្មអីទេគឺខ្ញុំស្គាល់តាមរយៈប្អូនថ្លៃខ្ញុំបានសួរព័ត៌មានហ្នឹងកាលពីខែ1ហើយកូនខ្ញុំចូលរៀនកាលពីជិតចុងខែ1អញ្ចឹងរហូតមកដល់ឥឡូវកូនខ្ញុំរៀនបានរៀង6 7ខែហើយខ្ញុំឃើញថាអូខេសាលាហ្នឹងពិតជាល្អមែនទើបខ្ញុំចាប់ផ្ដើមផ្សាយពាណិជ្ជកម្មឲ្យសាលានេះសូមបញ្ជាក់ឲ្យ disclaimer ក្រៅពីហ្នឹងទៅខ្ញុំចង់បញ្ជាក់ពីបទពិសោធន៍ក្នុងនាមជាឪពុកម្ដាយដែលកូនខ្ញុំរៀននៅនឹងបានប្រហែលជាកន្លះឆ្នាំហ្នឹងខ្ញុំឃើញកូនខ្ញុំទាំងពីរនាក់ផ្លាស់ប្ដូរអភិវឌ្ឍច្រើនហើយច្រើនជាងការរំពឹងទុករបស់ខ្ញុំទៀតឧទាហរណ៍ដូចរឿងភាសាជាដើមនៅនេះគឺគេរៀន3ភាសាក៏មានភាសាអង់គ្លេសភាសាខ្មែរភាសាចិនប៉ុន្តែដោយបងប្អូនទាំងអស់គ្នាដឹងហើយថាពួកខ្ញុំផ្ដោតសំខាន់ច្រើនមែនតើទៅលើភាសាខ្មែរមិនបានន័យថាមិនឲ្យគាត់រៀនភាសាបរទេសអញ្ចឹងនៅនេះគេផ្ដោតសំខាន់ទៅលើទាំង3ភាសាហ្នឹងប៉ុន្តែខ្ញុំឃើញកូនខ្ញុំក្នុងគណៈពេលដែលគាត់ចាប់ផ្ដើមរៀនអង់គ្លេសចាប់ផ្ដើមបកកែអង់គ្លេសខ្មែររបស់គាត់ក៏ល្អជាងមុនដែរខ្មែររបស់គាត់ក៏រៀងច្បាស់ហើយប្រើពាក្យថ្មីមកបានច្រើនដែរហ្នឹងខ្ញុំសង្កេតឃើញកូនខ្ញុំផ្ទាល់ហ្មងណាហើយក្រៅពីហ្នឹងទៀតរឿងទម្លាប់រឿងការគិតភាពល្វីល្វីហើយនឹងអត្តចរិតរបស់កូនខ្ញុំវាផ្លាស់ប្ដូរវិជ្ជមានច្រើនមែនតែម្ដងជាពិសេសសូម្បីទម្លាប់មួយចំនួនដែលខ្ញុំពិបាកនៅក្នុងការកែកូនខ្ញុំឧទាហរណ៍ដូចជាអូនវីនគាត់ឥឡូវឈប់ស្លៀកខោទឹកនោមក្នុងកំឡុងពេលថ្ងៃអូននុរៀង slow ជាងមុនបន្តិចញ៉ាំអាហារស្រួលជាងមុនខ្ញុំឃើញអូយមានអារម្មណ៍ថាអត់ដឹងថាគ្រូគេធ្វើមិនខ្មិចទេប៉ុន្តែដូច
ធ្វើឲ្យកូនខ្ញុំហ្នឹងផ្លាស់ប្ដូរហើយនឹងមានភាពវិជ្ជមានច្រើនជាងមុនច្រើនមែនតើសូម្បីតែការគេងក៏ដោយអូនុមានទម្លាប់ល្អគេងម៉ោងប៉ុណ្ណេះងើបម៉ោងប៉ុណ្ណេះអូយការនៅផ្ទះប្រែជាម្ចាស់ជួយពិបាកដាក់ឲ្យដេកហើយក៏ពិបាកឲ្យងើបពីដេកតែប៉ុន្តែគាត់ទម្លាប់ល្អច្រើនជាងមុនឆ្ងាយមែនតើហ្មងមួយទៀតដែលខ្ញុំពេញចិត្តពីសាលាអ៊ីកូហ្នឹងគឺការផ្ដល់ដំណឹងទៅឲ្យឪពុកម្ដាយទាំងក្នុងដំណាក់កាលនៃការសាកល្បងទាំងពេលដែលកូនយើងរៀនជាប្រចាំថ្ងៃអញ្ចឹងនៅនេះយើងអាចសាកល្បងមួយអាទិត្យបានណាបើមិនយើងសាកល្បងហើយយើងអត់ពេញចិត្តយើងអត់រៀនអាហ្នឹងគឺអត់មានយកលុយអីទេហើយបើក្នុងករណីយើងរៀនតទៀតអាហ្នឹងគឺគេរាប់ថាជាការរៀនធម្មតាអញ្ចឹងមកអញ្ចឹងក្នុងកំឡុងពេលហ្នឹងគឺគេផ្ដល់ដំណឹងឲ្យយើងបានច្រើនមែនតើសូម្បីកូនខ្ញុំមានមូខំកូនខ្ញុំវាយគេឬក៏កូនគេវាយកូនខ្ញុំឬក៏សីតុណ្ហភាពគាត់រៀងស្ទិញវាស់អីហ្នឹងគឺថានិយាយទៅគេផ្ញើឲ្យគ្រប់ដំណាក់កាលតែម្ដងសាលាគេមានកម្មវិធីសិក្សារបស់គេអញ្ចឹងហើយក៏ប៉ុន្តែនៅពេលដែលខ្ញុំចុះឈ្មោះចូលរៀនហ្នឹងគាត់ក៏សួរពីតម្រូវការជាក់ស្ដែងរបស់យើងដែរថាតើយើងបារម្ភទៅលើរឿងអីខ្លាំងជាងគេចង់ឲ្យគ្រូយកចិត្តទុកដាក់លើអីជាងគេអញ្ចឹងខ្ញុំសូមឧទាហរណ៍នៅក្នុងករណីអូនវិនអញ្ចឹងដែលសំខាន់គឺជំនាញសង្គមរបស់គាត់តាមពិតកូនខ្ញុំមិនមែនថាមានបញ្ហាជំនាញសង្គមអីទេប៉ុន្តែដោយសារតែកូនខ្ញុំនោះវាកើតជំនាន់កូវីដអញ្ចឹង2ឆ្នាំដំបូងនៃជីវិតរបស់អូនវិនអញ្ចឹង50%នៃជីវិតគាត់ព្រោះឥឡូវគាត់4ឆ្នាំជាងហ្នឹងគឺគាត់អត់ដែលនៅចិត្តអ្នកណាគេលេងមួយអ្នកណាគេឬក៏ឲ្យអ្នកណាគេប៉ះទេប៉ុន្តែវាខ្លាយទៅជាទម្លាប់របស់គាត់ទោះបីជាឥឡូវអត់កូវីដក៏ដោយគឺកូនខ្ញុំអត់លេងមួយក្មេងដទៃហ្មងហើយគេប៉ះអត់បានហ្មងអញ្ចឹងខ្ញុំបានពឹងឲ្យគ្រូហ្នឹងគាត់ជួយយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើរឿងហ្នឹងអញ្ចឹងនៅពេលដែលរៀនចប់ឧទាហរណ៍ថាមួយថើមអីអញ្ចឹងធម្មតាគេមានការជួបជាមួយនឹងឪពុកម្ដាយដើម្បីរបៀបវាយតម្លៃឬក៏ជួយសង្កេតគ្នាទៅវិញទៅមកអញ្ចឹងណាខ្ញុំឃើញកូនខ្ញុំតែហ្នឹងឃើញនឹងភ្នែកហ្មងណាគឺថាគាត់វិវត្តច្រើនគាត់ចាប់ផ្ដើមរៀងអនុញ្ញាតឲ្យគេចូលក្បែរគាត់ខ្លះអីខ្លះអញ្ចឹងទៅប៉ុន្តែមួយទៀតគឺគេនៅពេលដែលគេយកតារាងមកឲ្យខ្ញុំមើលអាតារាងនៃការវិវត្តរបស់កូនយើងខ្ញុំពីអ្នកបដិវត្តឡើង surprise មានតារាងវេតម្លៃមួយដើម្បីមើលការវិវត្តរបស់កូនយើងឧទាហរណ៍ហើយអាតារាងនោះវែងណាឡើង2ទំព័រតើជំនាញសង្គមការនិយាយការប្រើភាសាឬក៏ទម្លាប់ឬក៏ការជួយគ្នាឬក៏ក្នុងករណីអូនុដែលគាត់ទូចចលនាដៃជើងគាត់អីផ្សេងហ្នឹងមិនហើយគេមិនដាក់បន្ទុកលេខ1លេខ2លេខ3ទេណាគឺបានន័យថាគាត់ត្រូវនៅពង្រឹងបន្ថែមទៀតគាត់ master គឺបានន័យថាគាត់ជំនាញខាងហ្នឹងហ្មងឬអីចឹងហើយគេមានតារាងគេមកឡើងលំអិតហ្មងអញ្ចឹងនៅពេលដែលខ្ញុំជួបជាមួយនឹងអ្នកគ្រូឧទាហរណ៍ថាអ្នកគ្រូអូនវិនឬក៏អ្នកគ្រូអូនុអញ្ចឹងឲ្យយើងភាសាគ្នាតទៀតហើយអញ្ចឹងតទៅមុខទៀតយើងចង់ផ្ដោតលើអីអញ្ចឹងអញ្ចឹងការវាយតម្លៃរបស់គេហ្នឹងគឺគេអត់ផ្អែកទៅលើបន្ទុកលេខ1លេខ2លេខ3ឬក៏ ABC ហើយដែលអាហ្នឹងខ្ញុំចង់បានពុកម្ដាយខុសគ្នាប៉ុន្តែសម្រាប់ខ្ញុំអាហ្នឹងគឺខ្ញុំចង់បានមែនតើអញ្ចឹងខ្ញុំឃើញមានចំណុចល្អច្រើនបានជាខ្ញុំក៏ថាអូខេព្រោះមានអ្នកសួរខ្ញុំក៏ច្រើនដែរកូនខ្ញុំរៀននៅណាអញ្ចឹងប៉ុន្តែខ្ញុំផ្សាយពាណិជ្ជកម្មឲ្យគេប៉ុន្តែពេលឥឡូវឃើញលទ្ធផលល្អអូខេខ្ញុំផ្សាយបានថាកូនខ្ញុំរៀននៅសាលាអន្តរជាតិអ៊ីកូអូយវីដេអូនេះវែងខ្លាំងប៉ុន្តែនៅសល់ចំណុចមួយទៀតគឺរឿងជំរឿនញ៉ាំអាហារថ្ងៃត្រង់នៅសាលាពីព្រោះថាតាមពិតយើងរៀបចំទុកដាក់ខ្ចប់អាហារសម្រន់អាហារថ្ងៃត្រង់ឲ្យកូនយើងក៏បានដែរយកពីផ្ទះទៅប៉ុន្តែបើសិនជាក្នុងករណីយើងចង់យកអាហាររបស់សាលាក៏បានដែរខ្ញុំសូមបញ្ជាក់បន្តិចថាខ្ញុំនិយាយនេះគឺក្នុងករណីកូនខ្ញុំ2នាក់ដែលមានអាយុ2ឆ្នាំជាងនិង4ឆ្នាំជាងខ្ញុំជឿថានៅពេលដែលកូនយើងស្ថិតនៅក្នុងវ័យផ្សេងទៀតអ្វីដែលត្រូវពិចារណាឬក៏តម្រូវការរបស់យើងក៏វានឹងប្រែប្រួលតាមនឹងដែរសាលាអ៊ីកូមាន3សាខាកូនខ្ញុំរៀនហ្នឹងសាខាទី1នៅក្រោយវាំងសាខាទី2ហ្នឹងនៅជិត42ជាន់ហើយសាខាមួយទៀតនៅជិតពេញហួតបឹងស្នោសាខាទី2ទី3ហ្នឹងរៀងធំជាងសាខាទី1ហ្នឹងហើយក៏មានសម្រាប់ថ្នាក់កូនធំដែរថ្នាក់ទី1ទី2ទី3ទី4អីអញ្ចឹងណាចាហើយលើថាឆ្នាំក្រោយហ្នឹងគាត់នឹងបើកសាខាមួយទៀតនៅម្ដុំវែងស្រេងដែលទីតាំងសាលាគឺរហូតដល់កន្លះហិកតាឯណោះហើយនេះគឺជា Facebook page របស់សាលាអ៊ីកូសម្រាប់ព័ត៌មានបន្ថែមទៀតមិនចាំបាច់ត្រូវជឿខ្ញុំទេណាព្រោះយើងម្នាក់មានតម្រូវការហើយលក្ខខណ្ឌហ្នឹងខុសៗគ្នាលោកប៉ាអ្នកម៉ាក់អាចអញ្ជើញទៅមើលសាលាផ្ទាល់ទាំង3សាខាបានសូមអរគុណច្រើនជម្រាបលា